ដល់រាបណាក្នុងខ្លួនយើងជាមនុស្សល្អយើងមានបេះដូងល្អហើយយើងខ្វល់អីទៀតរឿងដែលយើងត្រូវខ្វល់ថាខ្លួនយើងនឹងវាអាក្រក់មែនអត់បើអត់ទៅខ្វល់រឿងអ្នកដតីធ្វើអីទៅខ្វល់រឿងថាអ្នកនេះមិនអ្នកនោះមិនបាច់ខ្វល់ទេវាអត់នៅក្រោមអត្តពលនៃការគ្រប់គ្រងរបស់យើងទេសូមឲ្យពេលវេលាជីវិតដែលយើងរស់នៅហ្នឹងយកវាមកលុតដំខ្លួនយើងឲ្យល្អកុំពេលដែលយើងកើតមកពិបាកយើងស្លាប់ទៅវិញដោយសារភាពពិបាកដដែលដោយសារការយល់អត់ត្រូវរបស់យើងកើតមកយើងមិនឆ្លាតចុះតែពេលវេលាដែលយើងមានបញ្ហាដែលយើងជួបត្រូវតែកែប្រែឲ្យយើងទៅជាមនុស្សអ្នកដែលខ្លាំងត្រូវជាមនុស្សអ្នកដែលល្អត្រូវតែប្រាប់ខ្លួនឯងជានិច្ចខ្ញុំមួយថ្ងៃអាយុខ្ញុំប៉ុណ្ណឹងមិនតិចមិនច្រើនណាប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងខ្ញុំគិតថាពេលវេលាខ្ញុំនៅសល់ប្រហែលខ្ញុំគិតថាពេលវេលាលឿនណាស់ងាកមួយថ្ងៃងាកមួយខែងាកមួយឆ្នាំមិនទាន់ដឹងហើយអាយុប៉ុណ្ណឹងហើយតែមានពេលប្រហែលក្នុងការសប្បាយនៅលើជីវិតមួយហ្នឹងអ្នកខ្លះក៏អាយុ40ឆ្នាំក៏មិនទាន់គិតចំណុចហ្នឹងប៉ុន្តែខ្ញុំអាយុប៉ុណ្ណេះខ្ញុំគិតហើយខ្ញុំមានអារម្មណ៍ទៅសប្បាយទៅលើរឿងអាក្រក់ខុសទាំងអស់ហ្នឹងទៀតទេខ្ញុំមើលឃើញថាវាអត់ល្អទេវាអត់ស្អាតទេវាអត់បរិសុទ្ធទេអ្វីដែលខ្ញុំរស់នៅខ្ញុំខំប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានរឿងលទ្ធផលក្នុងជីវិតហ្នឹងវាឲ្យខ្ញុំប៉ុណ្ណាមនុស្សណាគេស្រឡាញ់ខ្ញុំប៉ុណ្ណាគេយល់ប៉ុណ្ណាវាអត់នៅក្រោមការទទួលខុសត្រូវរបស់ខ្ញុំតទៀតទេ